ប្រវត្តិសាស្ត្រប្រទេសអ៊ីរ៉ង់ក្រោយសង្គ្រាមលោកលើកទី2រហូតដល់បច្ចុប្បន្នក្រោយសង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1945ពិភពលោកបានឈានចូលដល់សម័យកាលថ្មីដែលមានការប្រកួតប្រជែងអំណាចគ្នាយ៉ាងខ្លាំងក្នុងនោះប្រទេសអ៊ីរ៉ង់បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ដោយសារទីតាំងភូមិសាស្ត្រនិងធនធានប្រេងដ៏មហាសាលនៅក្រោមការដឹកនាំរបស់ព្រះមហាក្សត្រម៉ូហាម៉េតរេសាផាវឡាវីអ៊ីរ៉ង់បានទទួលឥទ្ធិពលយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសដែលចង់គ្រប់គ្រងលើធនធានប្រេងទោះជាប្រទេសសម្បូរដោយមាសខ្មៅប៉ុន្តែប្រជាជនភាគច្រើននៅតែក្រីក្រនិងមិនទទួលបានផលប្រយោជន៍ស្មើគ្នាពីធនធានទាំងនោះឡើយនៅឆ្នាំ1951នាយករដ្ឋមន្ត្រីម៉ូហាម៉េតម៉ាសូដេសបានសម្រេចចិត្តធ្វើជាតូបនីយកម្មលើឧស្សាហកម្មប្រេងដើម្បីយកចំណូលមកអភិវឌ្ឍជាតិការសម្រេចចិត្តនេះទទួលបានការគាំទ្រពីប្រជាជនយ៉ាងខ្លាំងប៉ុន្តែបានធ្វើឲ្យប្រចាំលោកមិនពេញចិត្តនៅឆ្នាំ1953ភ្នាក់ងារ CIA និង M16 របស់អង់គ្លេសបានរៀបចំធ្វើរដ្ឋប្រហារទម្លាក់លោកម៉ូសាដេសនិងបង្កើនអំណាចផ្ដាច់ការដល់ព្រះមហាក្សត្រឡើងវិញព្រឹត្តិការណ៍នេះបានដក់ជាប់ជាការឈឺចាប់និងបង្កើតជាស្មារតីប្រឆាំងអាមេរិកក្នុងចិត្តប្រជាជនអ៊ីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ1960ព្រះមហាក្សត្របានដាក់ចេញនូវគម្រោងបដិវត្តន៍ស្បែកសដើម្បីធ្វើទំនើបកម្មប្រទេសដូចជាការកែតម្រង់ដីធ្លីការអប់រំនិងឧស្សាហកម្មប៉ុន្តែការអភិវឌ្ឍនេះផ្ដល់ផលចំណេញដល់តែក្រុមអ្នកមាននិងរដ្ឋាភិបាលប៉ុណ្ណោះស្របពេលជាមួយគ្នារបបនេះបានប្រើប្រាស់កម្លាំងសម្ងាត់ដើម្បីបង្ក្រាបអ្នករិះគន់បង្កើតឲ្យមានបរិយាកាសភ័យខ្លាចទូទាំងប្រទេសភាពតានតឹងបានផ្ទុះឡើងដល់ចំណុចកំពូលនៅឆ្នាំ1979ប្រជាជនរាប់លាននាក់បានចេញមកធ្វើបាតកម្មប្រឆាំងនឹងរបបគ្រងរាជ្យក្រោមការដឹកនាំរបស់លោកអាយ៉ាតុលារ៉ូហូឡាខូម៉ានីបដិវត្តន៍អ៊ីស្លាមបានជោគជ័យនិងបានផ្លាស់ប្ដូរអ៊ីរ៉ង់ទៅជាសាធារណរដ្ឋអ៊ីស្លាមដោយយកច្បាប់សាសនាជាគ្រឹះនៃរដ្ឋក្រោយបដិវត្តន៍ភ្លាមវិបត្តិធំមួយបានកើតឡើងគឺការចាប់បុគ្គលិកស្ថានទូតអាមេរិកធ្វើជាចំណាប់ខ្មាំងនៅទីក្រុងតេហេរ៉ង់ចន្លោះឆ្នាំ1979ដល់ឆ្នាំ1981ព្រឹត្តិការណ៍នេះបានកាត់ផ្តាច់ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអាមេរិកទាំងស្រុងរហូតដល់បច្ចុប្បន្ននៅឆ្នាំ1980ប្រទេសអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាមហ៊ូសេនបានវាយលុកចូលអ៊ីរ៉ង់សង្គ្រាមដែលអូសបន្លាយរយៈពេល8ឆ្នាំបានសម្លាប់មនុស្សរាប់លាននាក់និងបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប៉ុន្តែវាក៏បានពង្រឹងស្មារតីជាតិនិយមរបស់ប្រជាជនអ៊ីរ៉ង់ឲ្យកាន់តែខ្លាំងក្លាផងដែរចាប់ពីទសវត្សរ៍ឆ្នាំ2000អ៊ីរ៉ង់បានចាប់ផ្ដើមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានអះអាងថាវាសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពលប៉ុន្តែប្រចាំលោកសង្ស័យថាជាការផលិតអាវុធការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរអំពីអន្តរជាតិបានធ្វើឲ្យប្រាក់ចំណូលអ៊ីរ៉ង់ធ្លាក់ចុះនិងប្រជាជនជួបការលំបាកក្នុងជីវភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ៊ីរ៉ង់បានជួបប្រទះការតវ៉ាផ្ទៃក្នុងជាច្រើនជាពិសេសនៅកំឡុងឆ្នាំ2022ក្រោយការស្លាប់របស់កញ្ញាម៉ាសាអាមីនីបាតុកម្មនេះបានបង្ហាញពីការទាមទារសេរីភាពរបស់យុវជននិងការមិនពេញចិត្តលើការរដ្ឋបិទសេរីភាពក្រៅពីបញ្ហាផ្ទៃក្នុងអ៊ីរ៉ង់ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះតំបន់មជ្ឈិមបូព៌ាតាមរយៈការគាំទ្រក្រុម Hezbollah និងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែលការតវ៉ាចាប់ផ្ដើមកម្រើកឡើងវិញចាប់តាំងពីថ្ងៃទី28ខែធ្នូឆ្នាំ2025មកដែលបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់អ៊ីរ៉ង់បានបញ្ឆេះកំហឹងបាតុករជាច្រើនពាន់នាក់ឲ្យផ្ទុះឡើងប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមមួយនេះការតវ៉ាហាក់បីដូចជាមានលក្ខណៈទូលំទូលាយនិងមានការតស៊ូខ្លាំងក្លាជាងពេលណាទាំងអស់ចំណែកឯការបង្ក្រាបរបស់រដ្ឋាភិបាលវិញក៏កាន់តែមានអំពើហិង្សាកាន់តែខ្លាំងក្លាផងដែរ
អ្នកជំនាញនិងអ្នកវិភាគបានលើកឡើងថារបបដឹកនាំនិងមេដឹកនាំកំពូលវ័យ86ឆ្នាំគឺលោកអាយ៉ាតុឡាអាលីខាមេនីមើលឃើញថាការរីករាលដាលនៃការតវ៉ានេះគឺជាការគំរាមកំហែងដល់អស្ថិរភាពនៃរបបរបស់ពួកគេហើយពួកគេបានឆ្លើយតបវិញដោយប្រើកម្លាំងបាយដើម្បីការពាររដ្ឋាភិបាលនិងផលប្រយោជន៍ស្ថាប័នរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលកាន់អំណាចអស់រយៈពេលជិត50ឆ្នាំមកនេះប្រជាជននៅរ៉ង់ជាច្រើនបានចាត់ទុកថារដ្ឋាភិបាលបានក្បត់ការសន្យារបស់ខ្លួនដែលថានឹងផ្ដល់ជីវិតកាន់តែប្រសើរសម្រាប់ប្រជាជននៅរ៉ង់ទាំងអស់ពួកគេបានចេញមកតវ៉ាក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេសដើម្បីទាមទារឲ្យបញ្ចប់របបដឹកនាំនេះទោះបីជាមនុស្សជាច្រើនចង់ឲ្យការតវ៉ានេះផ្ដួលរំលំរដ្ឋាភិបាលដោយដែលស្ដេចសារនៃប្រទេសអឺរ៉ង់ត្រូវបានគេផ្ដួលរំលំនៅក្នុងឆ្នាំ1979ក៏ដោយក៏អ្នកវិភាគបានបង្ហាញថាវានៅតែមានកម្រិតនៃក្តីសង្ឃឹមដែលមិនទាន់អាចទៅរួចទាំងស្រុងឡើយពួកគេបាននិយាយថារដ្ឋាភិបាលទំនងជាបង្ក្រាបភាពចលាចលនៅពេលបច្ចុប្បន្ននេះបានបើទោះបីជាការធ្វើបាតកម្មទាំងនោះបានបង្ហាញឲ្យឃើញពីការមិនពេញចិត្តរបស់ប្រជាជនដែលអាចនិងមិនអាចទប់ស្កាត់បានក្នុងរយៈពេលវែងក៏ដោយលោក Ali West នាយកគម្រោងរងអង្គការ International Crisis Group ដែលជាស្ថាប័នស្រាវជ្រាវមួយបាននិយាយអំពីការតវ៉ានេះថារបបដឹកនាំមានអារម្មណ៍ភ័យខ្លាចចំពោះការរលាយសាបសូន្យនៃអស្ថិរភាពរបស់ខ្លួនទើបបានប្រើវិធានការដែកដើម្បីបង្ក្រាបដូច្នេះខ្ញុំមានអារម្មណ៍ថាការតវ៉ាជុំនេះប្រហែលជាត្រូវបញ្ចប់ត្រឹមនេះប៉ុន្តែដោយសាររបបនេះអាចត្រឹមតែបង្ក្រាបប៉ុន្តែមិនបានដោះស្រាយមូលហេតុឬគល់នៃបញ្ហាវានឹងគ្រាន់តែជាការទិញពេលវេលារហូតដល់មានការប្រឈមមុខដាក់គ្នានៅជុំបន្ទាប់រវាងរដ្ឋនិងសង្គមប៉ុណ្ណោះដោយសារតែការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់វាពិតជាពិបាកនៅក្នុងការទទួលបានរូបភាពច្បាស់លាស់នៃការតវ៉ាឬដឹងពីចំនួនអ្នកស្លាប់ឲ្យពិតប្រាកដ